បាទសួស្តីទៅដល់បងប្អូនអ្នកគ្នាបាទវីដេអូមួយនេះគឺខ្ញុំនឹងបង្ហាញអំពីរបៀបសរសេរប្រមនៅក្នុងការបង្កើតរូបភាពទៅតាមអ្វីដែលយើងចង់បានបាទអញ្ចឹងមួយទឹកនេះបាទគឺល្អហើយងាយស្រួលហើយរហ័សបាទសម្រាប់បងប្អូនដែលអត់ចេះសរសេរប្រមអញ្ចឹងវីដេអូនេះគឺខ្ញុំបង្ហាញក្នុងការបង្កើតរូបភាពដោយការសរសេរប្រមអញ្ចឹងគឺយើងសិក្សាទៅលើការសរសេរប្រមប៉ុន្តែការសរសេរប្រមនេះគឺបងប្អូនអរគ្នាងាយស្រួលមែនតើបាទប្រសិនបើបងប្អូនចង់បាននៅរូបភាពណាមួយជាគំរូបាទបងប្អូនឃើញនៅរូបភាពណាមួយដែលល្អដែលស្អាតដែលយើងចង់បានប៉ុន្តែយើងមិនដឹងថាសរសេរប្រមយ៉ាងម៉េចឲ្យបានរូបភាពនឹងមកប្រើប្រាស់បាទអញ្ចឹងនេះគឺជាតិចនិចមួយបាទល្អហើយរហ័សបាទលឿនបាទសម្រាប់បងប្អូនដែលមិនចេះសរសេរប្រមបាទអញ្ចឹងដូចជារូបភាពនេះគឺជារូបភាពដើមអញ្ចឹងខ្ញុំអាចយករូបភាពពីsocial media ផ្សេងៗពី Chrome ពី Facebook ពី TikTok មកបានហើយខ្ញុំនឹងបង្កើតនៅរូបភាពអូខេបាទវីដេអូនេះគឺអាចជួយបានអញ្ចឹងជាដំបូងគឺបងប្អូនអរគ្នាត្រូវមាននៅរូបភាពមួយជាគំរូសិនថារូបភាពនេះគឺយើងចង់បានដែរអូខេពេលយើងបានរូបភាពមួយនឹងហើយបាទគឺយើងចូលទៅសរសេរប្រមប៉ុន្តែមិនបាច់ចាំសរសេរប្រមនោះគឺយើងឲ្យ ChatGPT ជួយយើងតែម្ដងឥឡូវយើងចូលមកក្នុងកម្មវិធី ChatGPT ទាំងអស់គ្នាបាទអញ្ចឹងពេលដែលយើងចូលមកក្នុង ChatGPT យើងត្រូវដាក់រូបភាពមួយសិនបាទរូបភាពគំរូដែលយើងចង់បានហ្នឹងបាទយើងដាក់រូបភាពមួយមកបាទបន្តមកទៀតបាទគឺយើងវាយអក្សរមកអញ្ចឹងបងប្អូនទាំងអស់គ្នាវាយតាមខ្ញុំមក please បាទ please give me a prompt from this image បាទអញ្ចឹងបងប្អូនវាយពាក្យហ្នឹងមកបាទ please give me a prompt from this image បាទអញ្ចឹងយើង generate ទៅបាទអញ្ចឹងយើងសរសេរតែប៉ុណ្ណឹងបាទយើងគ្រាន់តែមានរូបភាពមួយគំរូនេះបាទរូបភាពមួយជារូបភាពគំរូណាបាទហើយយើងវាយអក្សរទៅមកហើយនេះគឺវាបង្កើតព្រមឲ្យយើងហើយបន្តមកទៀតបាទគឺយើងចូលទៅយកព្រមនោះមកបាទយើង copy មកបាទយើង copy ព្រមនឹងមកបាទអញ្ចឹងពេលដែលយើងបាននៅព្រមនឹងហើយបាទបាននៅព្រមនឹងហើយយើងចំណាំរូបភាពហ្នឹងថា generate មកបានដូចហ្នឹងឬក៏អត់បាទអញ្ចឹងយើងមិនបាច់ចាំឲ្យដូចក៏បានដែរបាទបានស្ទៀងហ្នឹងស្ទៀងគ្នាគឺល្អហើយបាទហើយយើងពិបាកការសរសេរព្រមណាបាទយើងសរសេរព្រមគឺពិបាកមែនតើយើងឆ្នៃរនឹកធ្វើមិនអាចដូចនឹងរូបភាពហ្នឹងអញ្ចឹងយើងមានវិធីសាស្ត្រឬក៏ទឹកនិចនេះមួយគឺអូខេបាទអញ្ចឹងបន្តមកទៀតគឺបងប្អូនអរគ្នាចូលទៅក្នុងកម្មវិធី Chrome មកបាទអញ្ចឹងខ្ញុំចូលរួចហើយបាទក្នុង Chrome បាទអញ្ចឹងយើងចូលមកក្នុងកម្មវិធី Hedra ម្ដងបាទអញ្ចឹង Hedra នេះគឺជា AI មួយជា website មួយដែលយើងបង្កើតនៅវីដេអូបង្កើតនៅរូបភាពបង្កើតនៅសំឡេងបាទអញ្ចឹងយើងពេលចូលមកដល់បាទគឺបងប្អូនអ្នកគ្នា click មួយសញ្ញាត្រេក3ខាងលើនេះបាទយើងឆាច់តំណឹងមួយមកបន្តមកទៀតបាទគឺយើងមានវីដេអូខាងលើខាងក្រោម audio បាទហើយយកកណ្ដាលមកបាទ image អញ្ចឹងយើងជ្រើសរើសកន្លែង image ហ្នឹងមកបាទហើយបន្តមកទៀតបាទយើងជ្រើសរើសនៅទំហំប្រភេទស្លឹករបស់យើងចង់បានស្លឹកមួយណាយើងមើលកន្លែងនេះមកថាច់តំណឹងមួយមកអញ្ចឹងវាមានផ្ដេកទូរស័ព្ទមានបច្ឆោទូរស័ព្ទបាទអញ្ចឹងខ្ញុំជ្រើសយកបច្ឆោទូរស័ព្ទគឺ 9.16 សម្រាប់ YouTube Short ណាបាទបន្តមកទៀតបាទកន្លែងនេះមកកន្លែងនេះបាទ reference image យើងឆាច់តំណឹងមួយមកយើងទៅយករូបភាពមិញហ្នឹងបាទរូបភាពមិញណាបាទយើងដាក់រូបភាពមិញចូលមកបន្តមកទៀតកន្លែងនេះ describe your image
ចឹងគេឲ្យយើងដាក់ព្រមចូលព្រមមិញហ្នឹងយើងផាសចូលមកបាទអញ្ចឹងពេលដែលយើងដាក់នៅព្រមចូលហើយយើងយកកន្លែងសញ្ញាព្រោះនេះ generate មកបាទអញ្ចឹងយើងរងចាំសិនថាតើការបង្កើតនៅរូបភាពដែលមានរូបភាពគំរូហើយយើងបង្កើតនៅពេលនោះថាដូចឬមិនដូចឬក៏សម្ភារគ្នាបាទនិយាយរួមទៅការបង្កើតនៅរូបភាពនេះគឺវាលំបាកបាទនៅក្នុងការសរសេរព្រមបាទគឺពិបាកមែនតើយើងរៀបរាប់តាមមួយសក់ទាំងពីសម្លៀកបំពាក់បាទទាំងពីរូបរាងអីយើងចង់បានគឺពិបាកមែនតើដែលយើងអត់ទៅចេះសរសេរព្រមណាបាទតែយើងមានវិធីសាស្ត្រនេះមួយគឺទឹកនេះគឺល្អបាទខ្លីហើយរហ័សបាទហើយចាំមើលយើង generate បានមកតើមានលក្ខណៈបែបណាអូខេនេះបានហើយតែយើង download មកចឹង download យើងយកសញ្ញាព្រោះនេះមកឆាច់វាមកបាទរងចាំសិនបាទនេះគឺពេញបាទពេញហើយចឹងយើង open មកបាទនេះបាទដូចបាទដូចឥឡូវយើងទាញទាំងពីរទាំងមើលថាដូចឬមិនដូចទាំងស្រុងក៏ប៉ុន្តែ 90% ដែរបាទល្អមែនតើអញ្ចឹងមើលមករូបទាំងពីរហ្នឹងបាទរូបទាំងពីរតើដូចឬមិនដូចបាទបើដូចបាទកុំភ្លេច Subscribe ហើយចុច Like អ្នកមួយមកបើមានចម្ងល់អាច comment ខាងក្រោមវីដេអូជាបន្ថែមទៀតបាទអរគុណច្រើនបាទសម្រាប់ការគាំទ្ររបស់បងប្អូនអ្នកគ្នា